ខ្ញុំមើលឃើញថាការដាក់ចេញនៅយុទ្ធនាការនិងអន្តរាគមន៍នៅក្នុងការបង្ក្រាបសកម្មភាពឆបោកអនឡាញឬក៏ល្បែងអនឡាញនេះគឺជារឿងចាំបាច់ដែលរដ្ឋាភិបាលត្រូវតែធ្វើនៅក្នុងកលៈទេសៈនេះពីព្រោះរឿងនេះវាคล้ายទៅជាបញ្ហាធំដែលមិនត្រឹមតែប៉ះពាល់ដល់មុខមាត់កម្ពុជានៅក្នុងឆាកអន្តរជាតិទេវាក៏បានបង្កើតនៅរូបភាពមិនល្អដល់កម្ពុជានៅក្នុងការសហប្រតិបត្តិការក៏ដូចជាការធ្វើពាណិជ្ជកម្មជាមួយនឹងប្រទេសដទៃផងដែរខ្ញុំបើសិនជាខ្ញុំមិនច្រឡំទេនៅក្នុងដំណើរការនៃការចរចារឿងពន្ធនាំចូលទៅសហរដ្ឋអាមេរិកនេះក៏មានការលើកឡើងអំពីបញ្ហាការឆបោកអនឡាញនេះផងដែរហើយចំណុចមួយទៀតដែលខ្ញុំមើលឃើញថារដ្ឋាភិបាលមិនអាចបង្ងើយកន្តើយចំពោះបញ្ហានេះគឺដោយសារតែសកម្មភាពនៃការឆបោកអនឡាញមួយចំនួនមិនត្រឹមតែបោកជនបរទេសទេបាទក៏មានសកម្មភាពនៃការឆបោកប្រជាពលរដ្ឋខ្មែរយើងផងដែរជាពិសេសគឺនៅចំពោះមុខនៃការផ្ទុះឡើងនៃការវាយប្រហារអនឡាញនិងការឆបោកនៅក្នុងប្រទេសទាំងនៅក្នុងទ្រង់ទ្រាយតូចនិងទ្រង់ទ្រាយធំនេះរឹតតែជាលក្ខខណ្ឌជំរុញឲ្យរដ្ឋាភិបាលត្រូវតែដុតដៃដុតជើងបាទអនុវត្តនៅចំណាត់ការនេះឲ្យមានប្រសិទ្ធភាពជាការពិតគឺព័ត៌មានដែលយើងទទួលបានកន្លងមកគឺមានកម្រិតតាក់ទងនឹងទំហំក៏ដូចជាតែបកគោលណាខ្លះដែលពាក់ព័ន្ធទៅនឹងទីតាំងល្បែងអនឡាញឬក៏ទីតាំងដែលគេត្រូវបានគេប្រើប្រាស់ជាកន្លែងឆបោកអនឡាញនោះប៉ុន្តែទោះជាយ៉ាងណាខ្ញុំឃើញមានសញ្ញាវិជ្ជមានមួយចំនួនដែលឃើញមានការចាប់ខ្លួនបុគ្គលដែលពាក់ព័ន្ធសំខាន់រួមទាំងការព្យួរនិងដកទូនីតិរបស់មន្ត្រីតុលាការព្រះរាជអាជ្ញាមួយចំនួនដែលពាក់ព័ន្ធទៅនឹងករណីដោះលែងឬក៏មានការខុបខិតជាមួយនឹងបុគ្គលដែលជាអ្នកប្រកបរបរឆបោកអនឡាញឬក៏ល្បែងអនឡាញដទៃទៀតនោះបាទ